សម្រាប់ចង្ការទុរេនបងប្អូនដែលកំពុងតែផលិតត្រួយចុងក្រោយហើយត្រួយចុងក្រោយបងប្អូននៅក្នុងដំណាក់កាលបាទស្លឹកវ័យបែបនេះបាទនៅក្នុងដំណាក់កាលស្លឹក30 ទៅ 35 ថ្ងៃបាទអញ្ចឹងនៅពេលដែលស្លឹកលាអស់បែបនេះបងប្អូនគាត់ចង់បាញ់សន្សំអាហារសន្សំធម៌ពលនៅលើស្លឹកបាទដើម្បីជួយឲ្យស្លឹកយើងចាស់ដំណើរគ្នាបាទអញ្ចឹងខ្ញុំសូមណែនាំប្រមុនបងប្អូនទៅលើជីថ្នាំ brand ស្ដេចតម្រៃខៀវបាទអញ្ចឹងសម្រាប់នៅក្នុងទឹក 1000 លីត្របាទគឺយើងណែនាំឲ្យបងប្អូនប្រើស្តង់ដារផ្កាផ្លែចំនួន 3 គីឡូបូកជាមួយនឹងដំរីស៊ីនបបាទចំនួន 1 លីត្រហើយនឹងជាមួយនឹង Super VS ចំនួន 1 លីត្របាទអញ្ចឹងហើយគឺយើងប្រើរមុននេះបាញ់ឲ្យសពស្លឹកខាងក្រៅនៃដើមទុរេនបាទអញ្ចឹងវាជួយឲ្យការផលិតអាហារវាធ្វើឲ្យការធ្វើស្វែងយកបានពេញលេញជួយឲ្យស្លឹកទុរេនឆាប់ចាស់ជួយឲ្យស្លឹកទុរេនពណ៌ខ្មៅរលើបរលោងបានដែលស្លឹកមានធម្មពលមានអាហារគ្រប់គ្រាន់បាទសម្រាប់ទៅជួយចិញ្ចឹមដងដើមទៅជួយចិញ្ចឹមឬក៏ដូចជាត្រៀមនៅក្នុងដំណាក់កាលនៃការបង្កើនផលខាងមុខនេះផងដែរបាទរុក្ខជាតិគៀវខ្ចីឃើញពីចំងាយ